រឿងសព្វសិទ្ធជាស្នាដៃអក្សរសិល្ប៍បុរាណដែលនិពន្ធឡើងដោយលោកម៉ឺនភក្តីអសូតននៅគ្រិស្តសករាជ1899រឿងនេះស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ពុទ្ធនិយមដែលដំណើររឿងបង្ហាញអំពីការយោនយកកំណើតរបស់ព្រះពោធិសត្វជាជីពកប្បាសញីឈ្មោលហើយនឹងបន្តកំណើតទៅជាជាតិនៃសព្វសិទ្ធហើយនៅទីបញ្ចប់នៃរឿងអ្នកនិពន្ធក៏បានបង្ហាញអំពីការសូរជាតិនៃតួអង្គនៅក្នុងរឿងតួអង្គនៅក្នុងរឿងសព្វសិទ្ធមានទី1កោដាញ់មហាសេដ្ឋីជាអ្នកមានស្ដុកស្ដំនៅស្រុកចន្ទក្រៀមនាដែនពារាណសីហើយត្រូវជាឪពុករបស់សព្វសិទ្ធទី2នាងខេមរីជាប្រពន្ធរបស់កោដាញ់មហាសេដ្ឋីហើយជាម្ដាយរបស់សព្វសិទ្ធទី3គឺចៅសព្វសិទ្ធទី4គឺព្រះបាទព្រហ្មទត្តជាស្ដេចគ្រងរាជ្យនៅនគរពារាណសីទី5គឺព្រះនាងកុសុមាជាមហេសីរបស់ព្រះបាទព្រហ្មទត្តទី6នាងសុវណ្ណកេសរជាបុត្រីរបស់ព្រះបាទព្រហ្មទត្តនិងនាងកុសុមាហើយនឹងត្រូវជាគូរបស់ចៅសព្វសិទ្ធទី7តួអង្គភីលៀងដែលជាសេនាជំនិតរបស់ចៅសព្វសិទ្ធទី8គឺអាចារ្យទិសាបមោកដែលជាគ្រូបង្ហាត់សិល្ប៍វិទមន្តដល់ចៅសព្វសិទ្ធនិងសិស្សទាំងឡាយហើយនឹងមានតួអង្គជាកប្បាសញីឈ្មោលដែលជាអតីតជាតិរបស់ចៅសព្វសិទ្ធនិងនាងសុវណ្ណកេសររឿងសព្វសិទ្ធមានដំណើរសង្ខេបដូចតទៅនៅក្នុងព្រៃហែមពៀនមានសត្វជាបកប្បាសឈ្មោលញីមួយគូរស់នៅដោយមានកូនខ្ចីនៅក្នុងសម្បុកព្រឹកឡើងចាបឈ្មោលចេញទៅរកចំណីចិញ្ចឹមកូនទុកឲ្យចាបញីនៅក្រុងរក្សាកូនហើរទៅដល់ទៀបស្រះឈូកមួយមានផ្កាឈូករីកក៏ហើរទៅទុំលើផ្កាឈូករីកនោះហើយត្រូវផ្កាឈូកក្តោបរុំរកច្រកចេញពំរួចលុះព្រះសូរិយាជ្រឿជ្រេទើបផ្កាឈូកលាមកវិញទើបចាបឈ្មោលចេញរួចហើរពំចំណីសំដៅទៅកាន់សម្បុកថ្លែងពីនាងសកុណបក្សីនៅក្នុងព្រៃត្រូវភ្លើងឆេះព្រៃស្លាប់កូនអស់លុះឃើញសកុណាជាប្តីមកដល់មានធុងក្លិនក្រអូបនៅផ្កាឈូកទៀតនោះក៏កើតក្តីប្រច័ណ្ឌខឹងនឹងប្តីថារវល់តែត្រេកត្រអាលស្រីញីថ្មីភ្លេចកូនប្រពន្ធសកុនីក៏លោតចូលភ្លើងដោយសច្ចាថាបើកើតជាថ្មីមិនស្ដីនិយាយនឹងប្រុសឈ្មោលណាឡើយឯសកុណាដែលពន្យល់សកុនីមិនជឿក៏លោតសម្រាប់ខ្លួនក្នុងភ្លើងដែរដោយសច្ចាថាកើតជាតិណាសូមជួបប្រពន្ធរបស់ខ្លួនជានិច្ចកំបីខានឡើយកាលស្លាប់ទៅចាបឈ្មោលបានកើតទៅជាបុត្រារបស់កោណ្ឌញ្ញសទ្ធិនិងនាងខេមរីនៅក្នុងស្រុកចន្ទក្រៀមបុរីក្រុងពារាណសីដោយមាននាមថាចៅសព្វសិទ្ធកាលសព្វសិទ្ធប្រសូតនោះមានកុមារ1001នាក់កើតឡើងដែរជាបរិវារចំណែកឯនាងបក្សីកាលស្លាប់ទៅបានយកកំណើតជាបុត្រីរបស់ត្រកូលក្សត្រមាននាមថាសុវណ្ណកេសរនៃក្រុងពារាណសីដែលមានបិតានាមព្រះបាទព្រហ្មទត្តនិងមហេសីនាមកុសុមាកាលធំដឹងក្រោយឡើងសព្វសិទ្ធក៏បានសុំលាឪពុកម្ដាយទៅរៀនវេទនឹងលោកអាចារ្យទិសាបមោកនៅនគរតកសីលាដោយមានកុមារទាំង1001ទៅរៀនជាមួយគ្នាព្រមទាំងមានភីលៀងចំណិតម្នាក់ផងដែលបានរៀនសូត្រចេះដឹងដោយសព្វសិទ្ធដែរក្នុងចំណោមសិស្សទាំងអស់សព្វសិទ្ធគឺជាសិស្សដែលពូកែនិងឆ្លាតជាងគេវេលាដែលចេះចាំសពគ្រប់អស់ហើយក៏បានធ្វើដំណើរត្រឡប់មកមាតុភូមិវិញថ្លែងពីនាងសុវណ្ណកេសរវិញពុំដែលនិយាយរកប្រុសឯណាសោះរាប់ទាំងបិតានាងផងការនេះធ្វើឲ្យព្រះបិតាព្រះនាងមានការងឿងឆ្ងល់ជាខ្លាំងក៏សួរទៅនាងកុសុមាជាមហេសីឲ្យសួរនាំក៏បានដឹងសពគ្រប់កើតចិត្តអាណិតបុត្រីថាការនេះគឺបណ្ដាលមកពីកម្មនិងកោតសរសើរបុត្រីថាជាស្រីគ្រប់លក្ខព្រះបាទព្រហ្មទត្តក៏ប៉ាវគងឲ្យក្សត្រគ្រប់នគរនាមឺនមន្ត្រីសេដ្ឋីប្រជានុរាស្ត្រនាំបុត្រាកូនប្រុសមកសាកល្បងយ៉ាងណាឲ្យនាងសុវណ្ណកេសរព្រមនិយាយជាមួយនឹងលើកព្រះនាងឲ្យជាមហេសីតែគ្រប់បុត្រាក្សត្រនិងបុរសជាច្រើនមិនបានធ្វើឲ្យព្រះនាងនិយាយជាមួយនោះទេព័ត៌មាននេះបានលេចលឺដល់សព្វសិទ្ធក៏បាននាំភីលៀងមកនគរពារាណសីដើម្បីលបងយកនាងសុវណ្ណកេសរដែលបានប្រើសិលសាស្ត្រដកដួងព្រលឹងភីលៀងទៅដាក់លើវត្ថុផ្សេងជាគម្រប់4ដងលើកទី1សព្វសិទ្ធបានដកដួងវិញ្ញាណរបស់ភីលៀងទៅដាក់នឹងទ្វារ
លើកទី2ដាក់នឹងចង្គៀងលើកទី3ដាក់នឹងពានព្រះស្រីលើកទី4ដាក់នៅនឹងវាំងននហើយក្នុងមួយលើកសពប្រសិទ្ធបាននិទានរឿងមួយការនិទានរឿងទាំង4របស់សពប្រសិទ្ធនេះធ្វើឲ្យសុវណ្ណកេសរនិយាយតបដោយមានសូរស័ព្ទភ្លេងជាសក្ខីភាពសពប្រសិទ្ធនិងនាងសុវណ្ណកេសរត្រូវបានមេដាបិតារៀបអភិសេកឲ្យនាពេលនោះទៅសម័យក្រោយមកសពប្រសិទ្ធបានលាមហេសីទៅប្រពៃព្រៃជាមួយភីលៀងទៅដល់ព្រៃបានជួបនឹងប្រាសស្លាប់មួយសពប្រសិទ្ធដកដួងចិត្តពីរូបខ្លួនទៅចូលក្នុងសាកសពសត្វនោះដែលបានផ្ដាំភីលៀងឲ្យមើលថែរូបកាយខ្លួនឲ្យបានល្អសពប្រសិទ្ធក្នុងរូបរាងជាប្រាសបានរត់លេងយ៉ាងសប្បាយរីករាយនៅក្នុងព្រៃឱកាសល្អភីលៀងបានដកដួងជីវិតរបស់ខ្លួនចូលទៅក្នុងរូបសពប្រសិទ្ធហើយដិតរូបរបស់ខ្លួនចោលសពប្រសិទ្ធត្រឡប់មកវិញដឹងថាភីលៀងក្បត់យកព្រលឹងចូលរូបរបស់ខ្លួននោះក៏កើតទុក្ខទោមនិញចៃដន្យល្អមានសត្វសារិកាមួយស្លាប់ថ្មីសពប្រសិទ្ធក៏ដកដួងជីវិតចូលទៅក្នុងរូបសត្វនោះហើយហើរទៅរាជវាំងរាយរាប់ប្រាប់មហេសីសពគ្រប់សុវណ្ណកេសរក៏លួងលោមភីលៀងឲ្យដកដួងជីវិតដាក់ក្នុងពពែស្លាប់មួយសពប្រសិទ្ធក៏ដកដួងជីវិតរបស់ខ្លួនចូលក្នុងរូបរបស់ខ្លួនវិញរួចរាល់ហើយគេក៏សម្លាប់ពពែនោះចោលទៅក្រោយមកព្រះបាទព្រហ្មទត្តទ្រង់ជារាពាធដល់នៅទីវង្គតអស់ចតុរង្គជំនុំគ្នាយាងក្សត្រគឺសពប្រសិទ្ធនិងសុវណ្ណកេសរឲ្យឡើងគ្រងរាជ្យបន្តជាសុខសាន្តរហូតដល់ប្រជជន120ព្រះវស្សាទើបសោយវិឡាល័យទៅកើតនៅឋានដសិទ្ធសពប្រសិទ្ធសជាតិជាព្រះសម្មាសម្ពុទ្ធនាងសុវណ្ណកេសរជាកន្សៃសារពិចភីលៀងជាទេវទត្តព្រះបាទព្រហ្មទត្តជាអនាថបណ្ឌិតសេដ្ឋីនាងកុសុមាជានាងពលិកាកោដញ្ញសេដ្ឋីជាពុទ្ធបិតានាមសុទ្ធោតនាងខេមាជាពុទ្ធមេតានាមសិរិមហាមាយាបាទការអានរឿងសពប្រសិទ្ធដោយសង្ខេបនៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណច្រើន